ការអប់រំការបដិបដាសុខាភិបាលដែលជាអតិភិបពីរនៃគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិនេះជាពិសេសពង្រឹងមូលដ្ឋានមណ្ឌលសុខភាពពេទ្យបង្អែកសាលាបឋមដល់សាលាដល់វិទ្យាល័យនេះបូកជាមួយនឹងការរួមផ្សំការជំរុញការបដិបដាជំនាញវិជ្ជាជីវៈក្មួយខ្លះគាត់អត់រៀនចប់វិទ្យាល័យទេគាត់ចប់ថ្នាក់ទី9ទី10យើងចង់ជំរុញណាស់ឲ្យគាត់រៀនដល់ថ្នាក់ទី12ប៉ុន្តែដោយសារកត្តាមួយចំនួនគាត់អត់មានលទ្ធភាពទៅអញ្ចឹងយើងមិនអាចឲ្យកូនចៅប្រជាពលរដ្ឋយើងអត់មានបំណិនណាមួយទេអញ្ចឹងខិតខំជំរុញដែលយើងដាក់ចេញគោលនយោបាយ1.5 លាននាក់ជាអាហារូបករណ៍សម្រាប់ប្រោសបដាលទូទាំងប្រទេសឥឡូវបានជាង10,000នាក់ហើយនៅតាមបណ្ដាហើយយើងពង្រាយនៅការប្រោសបដាលនេះយើងចង់ឲ្យកូនចៅប្រជាពលរដ្ឋរបស់យើងយុវជនរបស់យើងគាត់ទៅចូលរៀនបើមិនរៀនយកថ្នាក់បាក់ឌុបក្នុងពេលឥឡូវគាត់ថ្នាក់ទី9ទី10គាត់អាចទៅរៀនយកជំនាញសិនចេញទៅរកការងារសិនថ្ងៃក្រោយគាត់អាចត្រឡប់មករកបាក់ឌុបវិញតាមច្រកណាមួយដើម្បីគាត់អាចទៅរកវិទ្យាល័យមហាវិទ្យាល័យឬមួយអីបន្តទៀតក្រសួងអប់រំនិងក្រសួងការងារខ្ញុំបានឲ្យធ្វើកិច្ចការងារនេះមួយឆ្នាំថ្ងៃមុនបានឯកភាពគ្នាដើម្បីយើងគ្រងអនុវត្តចាប់ពីចុងឆ្នាំទៅនេះគឺការធ្វើបំណែកគឺការតម្រង់ទិសពីថ្នាក់ទី10ទៅបើនេះពីថ្នាក់ទី8ទី9ចាប់ដើមណែនាំដល់ថ្នាក់ទី10ទៅគាត់រើពីណាទៅរៀនបន្តនៅវិទ្យាល័យពីណាដែលត្រូវទៅរៀនចំណេះដឹងទូទៅដើម្បីយើងជួយបដោះគាត់រៀនដល់ថ្នាក់ទី12មួយបានវិញ្ញាបនបត្រកម្រិតណាមួយដែលអាចទទួលស្គាល់បានដោយក្រសួងអប់រំនិងក្រសួងការងារហើយថ្ងៃក្រោយគាត់ទៅធ្វើការបានជំនាញមកអ្នកដែលមានជំនាញអ្នកដែលអត់ជំនាញធ្វើការងារខុសគ្នាបៀវត្សខុសគ្នាធ្វើការងារនៅរោងចក្រតែមួយអាចបៀវត្សខុសគ្នាស៊ីសងលើជំនាញបូកជាមួយបទពិសោធន៍អញ្ចឹងយើងធ្វើយ៉ាងណាឲ្យបងប្អូនរបស់យើងហើយអ្នកខ្លះគាត់រៀនហើយគាត់ធ្វើការហើយថ្ងៃក្រោយគាត់មានពេលវេលាគាត់មានឱកាសចង់ត្រឡប់ទៅយកបញ្ញាបត្ររងបញ្ញាបត្រវិញគាត់អាចធ្វើបាននេះដែលយើងធ្វើច្រកបានអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកពោធិ៍សាត់ប្រជាពលរដ្ឋនៅវាលវែងក៏ដូចជានៅគ្រប់កន្លែងទាំងអស់ឯកឧត្តមអភិបាលជួយបន្តជំរុញលើកទឹកចិត្តរស់ជាពិសេសយុវជនក្រៅប្រព័ន្ធរបស់យើងដែលគាត់អត់មានឱកាសរៀនសូត្របញ្ចូលទៅក្នុងកម្មវិធីហ្នឹងបដោះបដាលគាត់ទៅធ្វើកម្មវិធីថ្ងៃសៅរ៍ថ្ងៃអាទិត្យឬមួយអីព្រោះគាត់មករៀនយើងរត់ចេញលុយឲ្យទៀតមួយខែ280000បាទអត់ពីមុនយកលុយទៅបង់គេរៀនឥឡូវរត់បង្រៀនឲ្យលុយទៀតដើម្បីធ្វើយ៉ាងណាឲ្យក្មួយបងប្អូនអាចមានចំណេះដឹងអាចធ្វើការបានទៅថ្ងៃក្រោយជួយខ្លួនឯងជួយគ្រួសារជួយសង្គមជាតិឲ្យកាន់តែច្រើនអញ្ចឹងសូមបន្តលើកទឹកចិត្តបន្ថែមជួយជំរុញបាទជំនាញគ្រប់ទាំងអស់មានទាំងជំនាញដូនតាទៀតកន្លែងខ្លះជំនាញដូនតាជំនាញឆ្លាក់រូបជំនាញត្បាញជំនាញអីបើគាត់នៅក្នុងកន្លែងសិប្បកម្មកន្លែងអីយើងធ្វើឲ្យនេះគឺជាការខិតខំយកចិត្តទុកដាក់ក្នុងការកសាងទុនធានមនុស្សរៀនទាំងក្នុងសាលាហើយក្នុងសាលាត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងទៅលើការអប់រំសីលធម៌សុជីវធម៌បូកជាមួយនឹងចំណេះដឹងទូទៅដែលយើងរុញក្រសួងអប់រំក៏បានរុញគណៈកម្មការពង្រឹងវិស័យអប់រំក៏ជំរុញហើយយើងបន្តរួមគ្នាហើយគ្រួសារសាលារៀនបានចូលរួមច្រើនហើយខ្ញុំក៏លើកទឹកចិត្តហើយអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នានៅទូទាំងខេត្តនៅទូទាំងស្រុកថ្នាក់ដឹកនាំសាលាដែលខិតខំយកចិត្តទុកដាក់នៅក្នុងការធ្វើកិច្ចការងារបានល្អដើម្បីយើងធានាធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងបានរីកចម្រើនដោយចីរភាព